សូមជូនរឿងនាងបដាចារឿងនាងបដាចាមិនមែនជាដកទេប៉ុន្តែជារឿងនិទានប្រកបដោយអត្ថន័យជ្រាលជ្រៅក្នុងគម្ពីរព្រះពុទ្ធសាសនាគាថាធម្មបទដែលបង្ហាញពីសច្ចធម៌នៃជីវិតអំពីសេចក្តីព្រាត់ប្រាសនិងទុក្ខវេទនាដោយសារសេចក្តីស្រឡាញ់សេចក្តីសង្ខេបនៃរឿងដ៏រន្ធត់នេះមានដូចខាងក្រោមតួអង្គក្នុងរឿងនាងបដាចា1នាងបដាចាតួឯកកូនស្រីតែម្នាក់នៃគ្រួសារពាណិជ្ជករអ្នកមានសម្រស់ស្រស់ស្អាតសុភាពរាបសារនិងចិត្តទន់ភ្លន់សម្រាប់ចិត្តបោះបង់ទ្រព្យសម្បត្តិដើម្បីរស់នៅជាមួយមនុស្សដែលនាងស្រឡាញ់ជួបការបាត់បង់ជាបន្តបន្ទាប់ក្នុងជីវិតទីបំផុតបានជួបព្រះសម្មាសម្ពុទ្ធស្ដាប់ព្រះធម៌និងបួសជាភិក្ខុនីរហូតបានសម្រេចអរហន្តផល2យុវជនអ្នកបម្រើស្វាមីជាបុរសស្មោះត្រង់ឧស្សាហ៍ព្យាយាមនិងមានចិត្តល្អជាអ្នកបម្រើក្នុងគ្រួសាររបស់បដាចាស្រឡាញ់នាងដោយស្មោះរត់ចេញពីផ្ទះជាមួយនាងស្លាប់ដោយសារពោះចឹកពេលចេញទៅរកសម្ភារៈធ្វើជំរកឲ្យប្រពន្ធ3ឪពុករបស់បដាចាពាណិជ្ជករអ្នកមាននិងមានកិត្តិយសស្រឡាញ់កូនស្រីខ្លាំងចង់ឲ្យកូនរៀបការជាមួយគ្រួសារដែលសមស្របមិនបានជួបកូនវិញទេមុនពេលទទួលមរណភាព4ម្ដាយរបស់បដាចាជាម្ដាយដែលយកចិត្តទុកដាក់ចំពោះកូនចង់ឲ្យកូនមានអនាគតល្អស្លាប់ក្នុងហេតុការណ៍បាក់ផ្ទះដោយសារព្យុះតាមដំណើររឿងដើម5កូនប្រុសទាំងពីររបស់នាងបដាចាកូនប្រុសច្បងកើតនៅពេលគ្រួសាររស់នៅជនបទស្លាប់ដោយសារទឹកជំនន់ពេលឆ្លងទន្លេកូនប្រុសទី2កើតក្នុងពេលមានព្យុះធំត្រូវសត្វស្លាបឆាបយកទៅខណៈម្ដាយកំពុងជួយបងប្រុសឆ្លងទឹក6ព្រះសម្មាសម្ពុទ្ធជាតួអង្គដ៏សំខាន់បំផុតនៅtrongរឿងទ្រង់ប្រទានព្រះធម៌ដល់នាងបដាចាទ្រង់បង្ហាញអំពីអនិច្ចំទុក្ខនិងអនត្តាជួយឲ្យនាងរួចផុតពីទុក្ខនិងសម្រេចអរហន្តផល7ព្រះសង្ឃនិងភិក្ខុនីជួយទទួលនាងចូលក្នុងសង្ឃគាំទ្រការអនុវត្តធម៌របស់នាង8អ្នកភូមិជួបនាងក្នុងពេលនាងរងទុក្ខអ្នកខ្លះជួយអ្នកខ្លះមានការភ័យខ្លាចឬមិនយល់ពីស្ថានភាពរបស់នាងសារសំខាន់ក្នុងរឿង1អ្វីមិនស្ថិតស្ថេរទេអនិច្ចំទ្រព្យសម្បត្តិសម្រស់កិត្តិយសក្រុមគ្រួសារនិងជីវិតសុទ្ធតែអាចផ្លាស់ប្ដូរនិងបាត់បង់បាន2សេចក្តីស្រឡាញ់គួរភ្ជាប់ជាមួយប្រាជ្ញាសេចក្តីស្រឡាញ់ជារឿងល្អប៉ុន្តែការសម្រេចចិត្តគួរមានការពិចារណានិងទំនួលខុសត្រូវ3ទុកជាផ្នែកមួយនៃជីវិតការបាត់បង់មនុស្សជាទីស្រឡាញ់គឺជាបទពិសោធន៍ដែលមនុស្សជាច្រើនអាចជួបប្រទះព្រះធម៌ជួយឲ្យចិត្តស្ងប់រឿងបង្ហាញថាការយល់ដឹងអំពីសេចក្តីពិតនៃជីវិតអាចជួយឲ្យមនុស្សឆ្លងផុតពីទុក្ខនិងរកឃើញសេចក្តីសុខខាងក្នុង5ការអភ័យទោសនិងការចាប់ផ្ដើមថ្មីទោះជាជីវិតធ្លាប់ជួបការលំបាកនិងកំហុសយ៉ាងណាក៏ដោយក៏មនុស្សនៅតែអាចចាប់ផ្ដើមផ្លូវថ្មីដោយប្រាជ្ញានិងគុណធម៌សារអប់រំសម្រាប់អ្នកទស្សនាទ្រព្យសម្បត្តិកិត្តិយសនិងអ្នកជាទីស្រឡាញ់សុទ្ធតែមិនស្ថិតស្ថេរការយល់ដឹងអំពីសេចក្តីពិតនៃជីវិតការធ្វើអំពើល្អនិងការអភិវឌ្ឍចិត្តគឺជាផ្លូវនាំទៅរកសេចក្តីសុខដ៏ពិតប្រាកដសូមអរគុណសម្រាប់ការទស្សនានិងស្ដាប់នៅរឿងនិទានសូមកុំភ្លេចចុច Subscribe Like Comment និង Share គាំទ្រ Channel Mr. Hon Official ដើម្បីកុំឲ្យខកខានរឿងនិទានថ្មីៗ